ថ្ងៃនេះយើងនឹងបន្តមេរៀនរបស់យើងចូលទៅកាន់ចំណុចថ្មីមួយទៀតគឺចំណុចទី3សេរីសកម្មឬប្រតិកម្មភាពគីមីនៃលោហៈទាំងអស់មានប្រតិកម្មជាមួយទឹកឬអាស៊ីតក្លរីត្រិកមិនដូចគ្នាទេលោហៈខ្លះមានប្រតិកម្មយ៉ាងខ្លាំងក្លានិងរហ័សហើយខ្លះទៀតមានប្រតិកម្មយឺតឬគ្មានប្រតិកម្មសោះគេរៀបចំលោហៈតាមលំដាប់សកម្មភាពគីមីរបស់វាដែលគេឲ្យឈ្មោះថាសេរីសកម្មភាពឬសេរីប្រតិកម្មភាពគីមីនៃលោហៈក្នុងសេរីនេះគេរៀបចំធាតុដែលមានសកម្មភាពខ្លាំងជាងគេនៅខាងលើឬខាងដើមគេហើយបន្តបន្ទាប់គ្នារហូតដល់ធាតុដែលខ្សោយជាងគេនៅខាងក្រោមឬនៅខាងចុងគេសម្គាល់លោហៈសកម្មខ្លាំងនៅក្នុងសេរីសកម្មភាពមានប្រតិកម្មខ្លាំងក្លាជាមួយធាតុគីមីដទៃទៀតវាងាយបោះបង់អេឡិចត្រុងដើម្បីក្លាយជាអ៊ីយ៉ុងវិជ្ជមាននិងងាយរងកំណត់លោហៈខ្សោយនៅក្នុងសេរីសកម្មភាពមានប្រតិកម្មខ្សោយជាមួយធាតុគីមីដទៃទៀតវាមិនងាយបោះបង់អេឡិចត្រុងដើម្បីក្លាយជាអ៊ីយ៉ុងវិជ្ជមានទេនិងមិនងាយរងកំណត់ឡើយលោហៈដែលឈរនៅពីក្រោយអ៊ីដ្រូសែនក្នុងសេរីមានប្រតិកម្មជាមួយអាស៊ីតរំដោះឧស្ម័នអ៊ីដ្រូសែនទេហើយយើងប្រើសេរីសកម្មភាពនេះដើម្បីព្យាករណ៍ប្រតិកម្មគីមីបន្តទៅទៀតនេះយើងចូលទៅចំណុចទី4ប្រតិកម្មជំនួសនៃលោហៈ 4.1 ប្រតិកម្មជំនួសលោហៈក្នុង solution ជាទូទៅលោហៈដែលនៅខាងមុខអាចជំនួសអ៊ីយ៉ុងលោហៈដែលនៅខាងក្រោយវាក្នុងសេរីសកម្មភាពពី solution អំបិលបានប្រតិកម្មជំនួសលោហៈពី solution អំបិលនេះត្រូវបានគេប្រើដើម្បីរកទីតាំងរបស់លោហៈក្នុងសេរីសកម្មភាពនៃលោហៈបានឧទាហរណ៍គេដាក់ស័ង្កសីមួយបន្ទះទៅក្នុង solution តុងដែងសូលផាត solution មានពណ៌ខៀវដោយសារវត្តមានអ៊ីយ៉ុងតុងដែងពីបូក solution តុងដែងសូលផាតពណ៌ខៀវប្រែជាគ្មានពណ៌ព្រោះអវត្តមានអ៊ីយ៉ុងតុងដែងមានន័យថាស័ង្កសីជំនួសតុងដែងពី solution វាអាចរំដោះបានព្រោះស័ង្កសីមានសកម្មភាពគីមីខ្លាំងជាងតុងដែងយើងចូលទៅកាន់ចំណុចបន្ទាប់ទៀតគឺ 4.2 ប្រតិកម្មជំនួសលោហៈពីអុកស៊ីតលោហៈខ្លាំងអាចជំនួសលោហៈខ្សោយចេញពីអុកស៊ីតលោហៈបានឧទាហរណ៍គេដុតកម្ដៅល្បាយម្សៅម៉ាញ៉េស្យូមនិងម្សៅតុងដែងអុកស៊ីតជាមួយគ្នានោះប្រតិកម្មនឹងកើតមានឡើងយ៉ាងឆាប់រហ័សដោយបញ្ចេញកម្ដៅនិងពន្លឺម៉ាញ៉េស្យូមបានឲ្យអេឡិចត្រុងទៅអ៊ីយ៉ុងតុងដែងក្នុងតុងដែងអុកស៊ីតពណ៌គឺម៉ាញ៉េស្យូមងាយបោះបង់អេឡិចត្រុងជាងតុងដែងចំណុច 4.3 ប្រតិកម្មនៃអុកស៊ីតលោហៈជាមួយអ៊ីដ្រូសែនអាចចាប់យកអុកស៊ីសែនចេញពីអុកស៊ីតលោហៈឲ្យផលជាលោហៈនិងទឹកឧទាហរណ៍គេឲ្យឧស្ម័នអ៊ីដ្រូសែនឆ្លងកាត់សំណអុកស៊ីតកំពុងដុតកម្ដៅគេទទួលបានលោហៈសំណនិងទឹកចំណាំអ៊ីដ្រូសែនអាចមានប្រតិកម្មជាមួយអុកស៊ីតលោហៈជាច្រើនទៀតប៉ុន្តែវាគ្មានប្រតិកម្មជាមួយអុកស៊ីតនៃលោហៈសកម្មខ្លាំងដូចជាសូដ្យូមនិងកាល់ស្យូមទេ 4.4 ប្រតិកម្មនៃអុកស៊ីតលោហៈជាមួយកាបូនអាចទាញយកអុកស៊ីសែនពីអុកស៊ីតលោហៈដែលមិនសូវសកម្មក្នុងសេរីសកម្មភាពបានឧទាហរណ៍តុងដែងអុកស៊ីតមានប្រតិកម្មជាមួយកាបូនកាលណាគេដុតកម្ដៅវាជាមួយគ្នាបន្តទៅកាន់ចំណុចថ្មីមួយទៀតគឺចំណុចទី5កាបូណាតសមាសធាតុកាបូណាតភាគច្រើនបានបំបែកទៅជាអុកស៊ីតលោហៈនិងឧស្ម័នកាបូនឌីអុកស៊ីតកាលណាដុតកម្ដៅខ្លាំងឧទាហរណ៍គេដុតកម្ដៅតុងដែងកាបូណាតលោហៈកាបូណាតងាយបំបែកគឺអាស្រ័យនឹងទីតាំងរបស់វាក្នុងសេរីសកម្មភាពសមាសធាតុកាបូណាតរបស់លោហៈសកម្មខ្សោយងាយបំបែកនៅពេលដុតកម្ដៅចំណែកសមាសធាតុកាបូណាតរបស់លោហៈសកម្មខ្លាំងពិបាកបំបែកចំណុចទី6ការឡើងច្រេះ 6.1 ច្រេះដែកពិសោធន៍ច្រេះដែកដោយដាក់ដែកគោទៅក្នុងបំពង់សាក3ផ្សេងគ្នាបំពង់ A ដាក់ទឹកក្តៅដាំពុះឲ្យពេញគ្មានអុកស៊ីសែនបំពង់ B ដាក់កាល់ស្យូមក្លរ៉ូដើម្បីដកយកសំណើមពីខ្យល់បំពង់ C មានខ្យល់និងទឹកត្រជាក់បន្ទាប់មកយើងសង្កេតឃើញថាបំពង់ A និង B មិនឡើងច្រេះទេចំណែកដែកគោក្នុងបំពង់ C ឡើងច្រេះដូច្នេះយើងសន្និដ្ឋានបានថាកំណត់ច្រេះត្រូវការចាំបាច់នៅទឹកនិងអុកស៊ីសែន 6.2 របៀបការពារមិនឲ្យឡើងច្រេះកវិធីស្រោបដោយសារធាតុគឺការលាបថ្នាំពណ៌ការលាបខ្លាញ់ការស្រោបដោយផ្លាស្ទិកការស្រោបដោយសំណប៉ាហាំងនិងការស្រោបដោយក្រោមខវិធីកាល់វ៉ានិកជាវិធីស្រោបលោហៈដែកនិងដែកថែបដោយស្រទាប់លោហៈស័ង្កសីគេប្រើស័ង្កសីដោយសារវាមានតម្លៃថោករងកំណត់យឺតបំផុតដូច្នេះវាធន់បានយូរមានចំណុចរលាយទាបដែលងាយរំលាយដើម្បីស្រោបឬបាញ់ទៅលើវត្ថុដែលធ្វើអំពីដែកវីដេអូសិក្សានៃមេរៀនទី1ក្នុងជំពូកទី2បានឈានមកដល់ទីបញ្ចប់អ្នកគ្រូសូមអរគុណដល់បងប្អូនដែលបានទស្សនាសូមអរគុណសូមជម្រាបលា